សូមជម្រាបសួរប្រិមត្តទស្សនិកជនជាទីមេត្រីនៅពេលនេះខ្ញុំសូមធ្វើសេចក្តីរាយការណ៍លើកទី3ជាពេលបញ្ចប់សម្រាប់នៃសង្គ្រាមរយៈពេល5ថ្ងៃដែលប្រទេសថៃបានបង្កមកលើកម្ពុជាហើយកម្ពុជាក៏អន្តរជាតិអ្នកការពារខ្លួននៅក្នុងប្រតិបត្តិការសង្គ្រាមទៅតាមព្រំដែនដែលចាប់ផ្ដើមឡើងពីម៉ោងភ្លឺទៅហើយម៉ោង6ជាងឃើញថាសភាពការมันក្តៅខ្លាំងដូចតែពីម្សិលមិញទេម្សិលមិញបានតែក្តៅខ្លាំងជាងលើកទី1ប៉ុន្តែនៅថ្ងៃទី5នេះมันមានការក្តៅទេប៉ុន្តែក៏មិនមានការថយដែរគឺនៅទិសយើងខ្ញុំគឺទិសតំបន់សមរភូមិទិសឧត្តរមានជ័យគឺថាមានការផ្លោងដាក់គ្នាគួរសមហើយនៅទិសខាងប្រាសាទព្រះវិហារនិងមុំបីក៏មានការផ្លោងដាក់គ្នាគួរសមជាពិសេសគឺនៅច្រកអានសេះហើយនិងច្រកភ្នំខ្មោចដល់ឡែកទិសប្រាសាទព្រះវិហារមានការឡងគ្នាលពេលប៉ោះហើយស្ថានភាពបានស្រាលនៅពេលដែលម៉ោង 7:05 ល្ងាចហើយចំណែកនៅច្រកអានសេះគឺថាមានស្រាលដែរក៏ប៉ុន្តែរហូតមកដល់មុនខ្ញុំធ្វើសេចក្តីរាយការណ៍បន្តិចនេះដូច្នេះកម្លាំងការឈរជើងរបស់កងទ័ពកម្ពុជាគឺនៅរក្សាដដែលថៃខំវាយលុកវាយរុលក៏វាយទៅអត់កើតដល់ឡែកនៅក្នុងតំបន់អូស្មាច់សេចក្តីរាយការណ៍ពីម្សិលមិញខ្លះមិនដែលមិនអាចយកជាការកើតទេព្រោះវាស្ថិតនៅក្នុងដំណាក់កាលសង្គ្រាមប្រទេសបន្ទង់គឺមានសេចក្តីរាយការណ៍ថាថៃចូលមកដល់អូស្មាច់ពាក្យថាអូស្មាច់នេះវាធំក៏ប៉ុន្តែថៃចូលមកដល់ត្រឹមកាស៊ីណូត្រឹមអីហើយបាញ់ឆេះក្រាស់សាំង PTT ប៉ុណ្ណឹងទេក៏ប៉ុន្តែឲ្យឈរកាន់កាប់បានយូរយើងឈរកាន់កាប់ឲ្យផ្លោមកវិញមិនមានទេគឺខាងទាហានកម្ពុជាយើងជាពិសេសគឺយើងមាននៅអាវុធធុនធ្ងន់ BM នេះគឺថាបាញ់ផ្លោទៅចំគោលដៅទាំងអស់ធ្វើឲ្យថៃដកហើយយើងបានកាន់កាប់ទាំងស្រុងនៅក្នុងតំបន់អូស្មាច់នេះជារួមទៅគឺថាមកដល់ម៉ោងនេះសង្គ្រាម5ថ្ងៃហើយថៃប្រយុទ្ធប្រើអស់លទ្ធភាពឲ្យគ្រាប់ដូចខ្ញុំបានប្រាប់ម្សិលមិញជនហោះកព្លឿនតូចប្រើអស់ហើយគឺថាมันអាចឈរជើងបានទេប៉ុន្តែយើងទទួលស្គាល់ថាខាងយើងក៏មានស្លាប់ក៏មានរបួសដែរប៉ុន្តែអានោះគឺជាភារកិច្ចរបស់ក្រសួងការពារជាតិជាអ្នកអង្កេតផ្លូវការព្រោះយើងខ្ញុំនៅតំបន់សមរភូមិចូលវាអត់ចុះទេបានត្រឹមតែ7-8គីឡូតែប៉ុណ្ណោះទៅឈរស្ដាប់គ្រាប់ដែលថៃបាញ់ផ្លោងចេញពីតំបន់សមរភូមិទិសដល់មានជ័យនេះបាញ់ស្កាត់ទៅខាងផងបាញ់ទៅខាងនោះផងបាទដល់ឡែកនៅឯច្រកនៅឯគេហៅថាព្រៃបឹងតគួនព្រៃច័ន្ទភូមិជោគជ័យគឺថាថៃបានប្រើប្រាស់ផ្សែងពុលបាញ់ប៉ុន្តែទោះជាយ៉ាងណាក៏ដោយវាហាក់បីដូចជាមានខ្យល់បក់ត្រឡប់ចេញទៅវិញហើយមកដល់ម៉ោងនេះគឺថាអ្វីគឺយើងនៅរក្សាបានដដែលគ្មានការវិភាគផ្លូវការណាទេគ្រាន់តែដឹងថានៅក្នុងចំណុចភូមិព្រៃច័ន្ទនិងភូមិជោគជ័យនេះគឺប្រហែលជាតាក់ទងទៅនឹងបញ្ហាការវាស់ព្រំដែនព្រោះកន្លងទៅនេះការវាស់ព្រំដែនជាបណ្ដោះអាសន្នបានមើលឃើញថាដីខ្មែរវាមិនមែនដូចតែថៃអះអាងទេចឹងហើយជាថៃធ្វើឲ្យមានការផ្ទុះបាតកម្មតវ៉ាជេរចុះដើម្បីជាការបង្កហេតុមួយអញ្ចឹងធ្វើឲ្យរាំងស្ទះទៅដល់ការវាស់ព្រំដែនប៉ុន្តែទោះជាយ៉ាងណាក៏ដោយចំណុចនេះវាគ្រាន់តែពេលវេលាទេប៉ុន្តែអ្វីវានឹងដើរទៅដល់ទេការវាស់ព្រំដែនការហួយប្រកាសច្បាស់ណាស់ថាអ្វីវានឹងបង្ហាញនៅលើចំណុចផែនទីដែលបារាំងបានបន្ទុកពី1904-1907ហើយចំពោះអ្នកស្រុកក៏គាត់បានដឹងថាដីរបស់យើងមិនមែននៅត្រឹមហ្នឹងទេប៉ុន្តែការចង្អុលរបស់គាត់មិនផ្លូវការទេតតែគណៈកម្មការព្រំដែនដល់គណៈកម្មការព្រំដែនចុះអស់អាហ្នឹងមានន័យថាតាមទាន់ជន់កែអញ្ចឹងយើងឃើញអំពីល្បិចកិច្ចការរបស់សៀមដែលមានមហាចេតាទុកយូរមកហើយមិនមែនរឿងតែឥឡូវទេអញ្ចឹងជារួមនៅក្នុងតំបន់អស់នេះគឺថាបានយើងឈររក្សាដដែលมันមានការបាត់បង់ថមថយអីទេនិយាយជារួមនេះជាការពិតហើយចង់បញ្ជាក់ថាសៀម5ថ្ងៃប្រើយុទ្ធសាស្ត្រអស់ហើយប៉ុន្តែมันអាចអ្វីដែលនិយាយបានដូចឧបមាថាកន្លែងនេះបើសិនជាថៃវាយខ្លាំងខ្ញុំឈរជើងអត់បាននេះគឺជាតំបន់សមរភូមិមុខអញ្ចឹងខ្ញុំឈរផ្សាយនៅកន្លែងនេះពីបញ្ជាក់ពីទឹកតាំងថានៅខាងមុខខ្ញុំទៅវានៅតែដីខ្មែរដដែលគ្រាន់តែខ្ញុំមិនធ្វើដំណើរឡើងទៅអូស្មាច់តែប៉ុណ្្នឹងអាចសរុបជូនដល់ជនរួមជាតិទាំងអស់
ឲ្យបានឃើញថាសភាពការគឺយើងគ្រប់គ្រងបានទាំងអស់ក្នុងន័យយោធាក៏ដូចជាក្នុងន័យនយោបាយតែកាលណាយើងវាយគេវាយមិនដួលគឺអុកអិតខ្លួនឯងអុកអិតរហូតដល់ធ្លាក់នាយករដ្ឋមន្ត្រីស្នើសុំព្រះមហាក្សត្ររំលាយរដ្ឋសភាហើយនេះក៏ជាការបញ្ជាក់មានការវិភាគខ្លះថាថៃអាចប្រើតបធ្វើឲ្យអំណាចស្ដេចឬក៏តបឲ្យកាន់តែខ្លាំងប៉ុន្តែវាមិនទាន់ប្រកាសយ៉ាងណានៅឡើយទេហើយនៅសេចក្តីរាយការណ៍ថានៅយុគនេះអាចនឹងមានការជជែកគ្នាតាមទូរស័ព្ទរវាងលោកប្រធានរដ្ឋត្រាំជាមួយនឹងនាយករដ្ឋមន្ត្រីដែលនឹងអស់ពីតំណែងអាចថាចាំផ្ទះក៏ថាបានពីព្រោះគាត់ស្នើសុំហាកាត់រំលាយសភាអីដើម្បីជជែកតាមទូរស័ព្ទដូច្នេះរឿងនេះវាស្ថិតនៅលើភាគីថៃទេថៃចង់អាំងចង់ស្ងោចង់ក្តៅចង់ចាក់ឬភាគីថៃដោយឡែករឿងកម្ពុជាសម្ដេចតេជោធិបតីជាប្រធានព្រឹទ្ធសភាជានាយករដ្ឋមន្ត្រីគឺថាកំដរបានអាចបានគ្រប់បែបយ៉ាងមិនមានជាអ្វីពិបាកទេព្រោះសេចក្តីប្រាថ្នារបស់ថ្នាក់ដឹកនាំរបស់ប្រជាជាតិយើងតែមួយគត់គឺបញ្ហាសន្តិភាពនេះជារឿងកត្តាសំខាន់ដូច្នេះខ្ញុំមិនដឹងថាថ្ងៃស្អែកវាយ៉ាងម៉េចទៀតប៉ុន្តែកាលណាវាយគ្នា4ថ្ងៃ5ថ្ងៃវាយមិនទៅគឺត្រូវតែចរចាហើយតង់ចរចាកំណត់ណាគឺខ្ញុំមិនដឹងទេព្រោះនេះរឿងថ្នាក់ដឹកនាំដែលឡែកតាក់ទងនៅផ្សារប្រជាប្រដ្ឋជាអាជីវករនៅផ្សាររងគឺហើយនៅថៃនៅខាងខ្មែរខាងថៃស្នើសុំឲ្យខ្មែរបញ្ជូនពួកជនជាតិថៃដែលមកធ្វើការនៅកាស៊ីណូនៅស្រុកខ្មែរនៅប៉ែនេះប្រហែលពាន់នាក់នេះឲ្យចេញមុនសិនចាំបញ្ជូនឲ្យខ្មែរត្រឡប់មកវិញដែលកត្តានេះយើងបានឃើញពីមារយាទល្បិចកិច្ចកលពុះពលរបស់ថៃដូច្នេះចឹងប្រជាជនយើងនៅទីនេះក៏កុំតាន់អស់សង្ឃឹមហើយយើងក៏គ្មានគំនិតអាក្រក់ណាជាមួយនឹងជនជាតិថៃជាមួយនឹងក្នុងនាមជាមនុស្សក្នុងនាមជាប្រទេសជិតខាងតែប្រជាជននិងប្រជាជនណាបើសិនទៅដូរទៅដូរមកអានោះអាចចេញហើយប៉ុន្តែថៃនៅប្រើល្បិចចឹងមកដល់ពេលនេះល្បិចថៃយើងបានឃើញហើយជាចុងក្រោយនេះខ្ញុំសូមទទូចម្ដងហើយម្ដងទៀតទៅដល់បុគ្គលទាំងឡាយណាដែលនៅចិញ្ចឹមចិត្តយករបស់ថៃនាំចូលទោះបីជាតាមច្រកឡាយក្តីតាមច្រកវៀតណាមក្តីក៏គួរតែពិចារណាព្រោះមកដល់ម៉ោងនេះការអង្កេតជាទូទៅបើទោះបីជាខ្ញុំនៅទីនេះក៏ប៉ុន្តែខ្ញុំបានដើរចូលឆែកនៅតាមហាងស្តុកធំៗនៅភ្នំពេញមុនខ្ញុំមកនេះគឺនៅឃើញតែរបស់ថៃដដែលមានន័យថាម៉េចគួរបញ្ចប់ត្រឹមហ្នឹងទៅហើយយើងមិនគាំទ្រថាឲ្យបំផ្លាញអីដូច K01 ទេព្រោះរបស់នេះទិញមកជារបស់លុយខ្មែរហើយប៉ុន្តែបើអាចកាត់បានខ្ញុំស្នើសុំឲ្យអាជ្ញាធរពាក់ព័ន្ធនឹងពន្ធគយឬក៏នាំចូលនេះសូមបញ្ចប់ត្រឹមហ្នឹងទៅអ្វីដែលនៅសល់នេះវាคล้ายទៅជារបស់ជាតិហើយហើយទៅរបស់យើងទិញដូរហើយយើងមិនគាំទ្រអ្វីដែលជលនិយមទេគាត់ថាបើសិនជាវា 4-5 ខែហើយស្តុកល្មមអស់ហើយអញ្ចឹងបើកាលណាមកទៀតមានន័យថាយើងដូចជូនគ្រាប់3គ្រាប់ប្លង់យកមកទទួលទានអញ្ចឹងតើយើងទាំងអស់គ្នាជាប្រជារាស្ត្រខ្មែរទាំងអស់គ្នាជាពិសេសខ្ញុំស្នើសុំឲ្យបុគ្គលដែលមានពាក់ព័ន្ធនឹងបញ្ហាទាំងអស់នេះសូមមេត្តាឈប់នាំទៅរបស់ស្តុកវាល្មមអស់ហើយយើងប្រើប្រាស់របស់ផ្សេងទៅប្រទេសផ្សេងទៅព្រោះឥឡូវយើងឃើញសង្គ្រាមច្បាំងគ្នាដល់2លើពិបាកមកប្រទេសនេះជាចំណុចមួយខ្ញុំសូមអង្វរកចំពោះបញ្ហានេះខ្ញុំនៅតែនិយាយមួយម៉ាត់ទៀតថាបើបុគ្គលណានៅតែបន្តនាំចូលដែលយកលេសបងពុនយកលេសស្តុកយកលេសចេះអ្នកមានន័យថាស្មើនឹងអ្នកយកគ្រាប់បែកយកមកដាក់ក្នុងផ្ទះខ្លួនឯងគ្រាប់បែកសៀមយកមកសម្លាប់ខ្លួនឯងដូច្នេះបើសម្រាប់ខ្លួនឯងទេកុំឲ្យសម្រាប់ដល់ជាតិមកដល់ប្រជាទេខ្ញុំនិយាយនេះមិនមែនជាជួលនិយមទេប៉ុន្តែអ្វីដែលបានមកដល់ហើយសូមមកត្រឹមហ្នឹងហើយសូមតែថាបិទត្រឹមហ្នឹងទៅកុំឲ្យវាមានមកតទៀតពោះវាវិធានាណាពោះច្បាំងគ្នាតាំងពីដាវលំពេងសេះតម្រៃរហូតមកដល់កភ្លើស្វ័យប្រវត្តិរៀងខ្លួនហើយសៀងនៅខ្លាំងជាងតាំងពីដើមមករហូតតាំងពីយើងបែកកោមកហើយយើងនៅបន្តទៀតអាហ្នឹងខ្ញុំក៏មិនដឹងនិយាយថាម៉េចដែរគ្មានអីក្រៅតែពីថាបុគ្គលហ្នឹងចំណេញហ្នឹងចង់នាំអ្នកជួយជាតិបណ្ណាក៏ដោយប៉ុន្តែបើអ្នកនៅតែមានគំនិតចឹងខ្ញុំជឿថាអ្នកនឹងងាប់ដោយគ្រោះថ្នាក់ដោយដាច់សរសៃឈាមហើយខ្ញុំថាអញ្ចឹងហ្មងពីព្រោះវាវិធានាណាវិធានាមកប្រទេសចឹងខ្ញុំសូមនិយាយនេះគឺថាសូមបុគ្គលនឹងសូមខន្តីអភ័យទោសឲ្យខ្ញុំឈប់ទៅប៉ុណ្ណឹងបានហើយវិធានាណានៅពេលដែលលោកមកឈរនៅទេហើយវាគ្មានន័យទេនៅពេលដែលលោកប្រកាសជួយប៉ុណ្ណោះប៉ុន្តែលោកយកគ្រាប់បែកមកដាក់នៅក្នុងផ្ទះមានន័យថាលោកទិញរបស់សៀម
คือลูกโยกกว่าใบมาผมพลานครูซาโครนไอให้เบอร์ตั้งงอกแต่ครูซาโครนไอเตอร์กลมไองอกดาวไปจีดแต่มูจังขยมในจีเนี่ยขยมส้มต้มมาดองที่ตลอดรับตาไปบ้าตลอดไปเชียร์ดิขยมเหมือนจูในยมเตปันไตบัดบรรจบเตอให้ก็เหมือนความโตโดยเคโซนมุ้ยตาเตอต่อเตอพวกนี้เราบอสที่ติงมาบอกเยอะไงปันไตบรรจบตำแหน่งเตอขยมอัดเวียนไอแก่เป็นนั่งเตตามทางไงเอายืนชนในที่ตั้งแต่ใดนี่บรรเจียคืนตาขมายจีเจียสามมุ้ยได้เรื่องฟังรู้ไอให้ได้เพื่อเอาวิภพโลกมีชุ่มบอกสำเร็จนี่คือจีไว้ได้ขยมพัฒนาจองเคยให้ซอกได้ผมพอได้ยังเคยเนี่ยกลุ่มมาในขนมได้กิจกรอบกิจไอนี่คือจีพอลิบาในสังเกตเลยใช่ไหมขยมปันเบียนสกายดีกาไอจานตีแต่ขยมจ้องสรบให้จ้องอธานที่บ้านอย่างไรนั่งตีจากขยมส้มอ่องวอก็ในปีได้โลกมาดอที่นี่จุ่มมวยนั่งคืนเนี่ยซาปอร์เมียนกับโดจิเนี่ยไอต่างอ๋อมองนี่คือกวดมันจู่ต่างอ๋อขยมส้มกรุบก้าวซาที่มวยดอลกระทรวงปอร์เมียนแต่ดอลเนี่ยน้องปีกระทรวงการพิชิตแต่ดอลสถาบันรบเซนเซติดได้ขยมเมาในที่นี้ให้มินเนี่ยซาปอร์เมียนเดินตามกรุ๊ปมรีต่างอ๋อปีตั้งปีธรรมดาเรามาดอลหมกใบมินเนี่ยซาปอร์เมียนเนาะคือยึดบ้านโยนแค่ให้มินสลบเล่นแต่มวยให้โอก่อนล้อนะลึกนี่ล้อมันเต้นในช่วงส้มสำแดงการก้าวสาวให้วิ่งทำไรผู้จังไงทัวร์เอายืนแต่ออกนี้คือทางบ่มปลาเพิ่นมันแต่ผู้ยืนขยมมันจีเนะกันแต่วัดที่คนตายติหินหนึ่งเนี่ยซาปอร์เมียนในเล่นทานจมูกที่คนแต่มวยกอดกันกับเรื่องขยมกันบิดไอการการปราแต่ปนังเฮาโยนนะอัมพีสันติสุขเจ็ดผู้ยืนมีฉบับสดอัมพีระบบซาปอร์เมียนชนะมือป้อมผมพูดในไกลสับแล้วแต่ก็วงทัดในยืดเท่าเมียนการนายยืมประกันอันนั้นให้ผู้เอาบันไดสกุลขรุบเอาไว้ได้เจียกระสูปอร์เมียนเกี่ยวตาทอมโดนในซาปอร์เมียนเต้ขยมขรุบฉบับซาปอร์เมียนให้ลูกขรุบทอมโดนบอกกระสูปอร์เมียนเต้วิวฉบับซาปอร์เมียนมีอำนาจทมเชียงเอาทำเชียงทอมในปอดเมียนทมในปอดเมียนไอกรุบโกงแต่เลือบันไดสกุลแต่ยึดช่วงเย็นอาซาปอมันกรุบเมียนพลัดดาวต่อตอนเต้คือกระทรวงปอร์เมียนคือกระฉบับซาปอร์เมียนโดยใช้สรุปเชื่อใครมาวิ่งดำหน้าการในเสียมอันเมื่อคืนอย่างฉบับอัมพีการร่วมเป็นชีจิตขมายแต่งมูลลึกแรงแต่กรมชกุติได้ขึ้นมันได้เบียดแต่กลายเป็นกลายเป็นนั่นคือยังเธอบานละอแต่อ๋อเอาเจียทำไมจงคอยส่งออกคุณเราสำนักได้จูทับได้ต่อรถทับปีบาเราไปเชื่อที่กำลังประดับวุฒิแต่อ๋อรอมันแต่ส่งไปแต่เครื่องยกปอร์มีในที่นี้เนี่ยซาปอร์มียังบานจูดังเชิญให้กับบานฉลองกัดบอดวิสาวนี่คือเชียเอาไว้มวยแต่ธนาดงนอนจีดไปเชียดิพัฒนาจองบานให้ชุมชนกรุบไทยยำนอกลดองให้นอนเดียดจุมพูตักจัดสอบตะทวจุมพูบองโอในบานอุปธรรมมาเขียมก็ได้มากะก็ได้มาเรียกก็ได้ปรำกะก็ได้เขียมตัวแล้วก็หายนิจิตาตักจัดให้เขียมฝึกการโดยมันเกิดวีเปไปเลยที่สำคัญมีโปรมียึดเขียมของชี้ยิ้มเป็นจูนหายบัดซึ่งจะมีการข้อโจงกันแล้วสมคันไตอภัยโตสมเจตลาวิตาขยมยืดขยมจีเนซาปอร์เวนกรุบเจตีบุพดกรุบรัฐบาลคือขยมกรุบฉบับซาปอร์เวนอันนั้นให้จีบไม้พวกจีบพลอยดาวระบบยืดขยมตามทางไอ้หายยืนกรุบกรองบางกรุบสมรภูมิแต่อ๋อได้บางหายอัมพีสดัดซิมปราจัยยาตาสดัดจะกระไดสดัดวิจาราลงกรบางงดในหนังโตได้โดยศาสนาใดได้สำนักได้จูทับใดสมอคุณ